បាទជំរាបសួរលោកគ្រូចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងណែនាំអំពីរបៀបនៅក្នុងការទាញយកនៅលទ្ធផលតេស្តប្រចាំខែមីនាសម្រាប់ថ្នាក់ទី3បាទអញ្ចឹងលោកគ្រូគ្រាន់តែចូលទៅកន្លែងឈ្មោះរបស់ខ្លួនឯងនេះមកហើយបន្តទៀតយើងចូលទៅកន្លែងមើលទិន្នន័យរបស់សិស្សបាទបន្តទៀតលោកគ្រូធ្វើការជ្រើសរើសត្រង់នេះគឺយើងជ្រើសរើសយកកន្លែងប្រឡងបាទប្រឡងប្រចាំខែមីនាបាទrồiហើយបន្តទៀតគឺយើងធ្វើការជ្រើសរើសនៅកាលបច្ឆេទបាទអញ្ចឹងចំពោះកាលបច្ឆេទនេះគឺបើសិនជាលោកគ្រូប្រឡងតេស្តខែមីនាមានចំនួនថ្ងៃច្រើនអញ្ចឹងវានឹងបង្ហាញអញ្ចឹងគឺនេះគឺមានចំនួនដល់ទៅ4មានន័យថាថ្ងៃទី13ថ្ងៃ16 17និង18អញ្ចឹងលោកគ្រូធ្វើការជ្រើសរើសវាហើយទាញយកមួយនេះបាទអញ្ចឹងថ្ងៃទី13បាទយើងអត់អាចចុចម្ដងទាំង4ចេះទេនៅពេលដែលយើងចុចទាំង4អញ្ចឹងគឺសិស្សយើងឃើញថាវាអត់គ្រប់ណាគឺតេស្តមិនមែន21នាក់ទេបាទឥឡូវឧទាហរណ៍ថាខ្ញុំដកយកទី3ចុះបាទអញ្ចឹងគឺវាបង្ហាញ21នាក់ដដែលអញ្ចឹងមានន័យថាអត់គ្រប់ទេណាបាទអញ្ចឹងទិន្នន័យជាក់ស្ដែងគឺមិនមែនប៉ុណ្្នឹងទេបាទអញ្ចឹងខ្ញុំខ្វែងចោលបាទអញ្ចឹងខ្ញុំធ្វើការទាញយកម្ដងមួយថ្ងៃបាទយើងថ្ងៃទី13សិនទៅហើយបន្តទៀតគឺយើងចាប់ផ្ដើមទាញទិន្នន័យនេះបាទអូខេអញ្ចឹងខ្ញុំដាក់នៅ download នេះបង្ហាញចុះនេះថ្ងៃទី13ខ្ញុំសេវមួយហើយបន្តទៀតយើងជ្រើសថ្ងៃនេះដល់ថ្ងៃទី16មកយើងដោះនេះចេញបាទអញ្ចឹងថ្ងៃ16គឺយើងឃើញថាសិស្សតេស្តបានតែម្នាក់ទេចឹងខ្ញុំទាញទិន្នន័យបាទអូខេហើយខ្ញុំដាក់ថ្ងៃ16បាទសេវហើយបន្ទាប់ទៀតខ្ញុំទៅទាញថ្ងៃ17បាទបន្តទៀតថ្ងៃ17នេះគឺមាន3នាក់ទេបាទអញ្ចឹងខ្ញុំទាញយកទិន្នន័យទៀតបាទអញ្ចឹងគ្រូតេស្តមិនថ្ងៃទាញយកប៉ុណ្ណឹងថ្ងៃនេះបាទហើយនឹងថ្ងៃមួយទៀតគឺថ្ងៃ18អញ្ចឹងយើងដោះ tick 17ចេញអញ្ចឹងគឺមាន5នាក់តេស្តបាទអញ្ចឹងខ្ញុំទាញយកទិន្នន័យមួយទៀតអូខេអញ្ចឹងខ្ញុំដាក់ថ្ងៃទី18 save បាទអញ្ចឹងនៅពេលដែលយើងទាញយកបានទាំង4ថ្ងៃនេះហើយឬក៏បើលោកគ្រូតេស្ត3ថ្ងៃអញ្ចឹងយើងទាញយក3ថ្ងៃទៅណាដោយសារខ្ញុំ4ថ្ងៃអញ្ចឹងខ្ញុំទាញយក4 file នេះបាទហើយបន្តទៀតយើងផ្ដុំវាចូលតែមួយ file ទៅបាទអញ្ចឹងខ្ញុំបើកថ្ងៃទី13នេះចុះបាទអូខេខ្ញុំសុំខ្វែងសិនបាទបើម្ដងទៀតអូខេអញ្ចឹងនៅពេលដែលនេះថ្ងៃ13ណាបាទអញ្ចឹងយើងបើកថ្ងៃ16មួយទៀតមកហើយលោកគ្រូធ្វើការគុំបញ្ចូលគ្នាមកបាទអញ្ចឹងនេះថ្ងៃ16អញ្ចឹងខ្ញុំ copy មកបាទ copy តែមួយឈ្មោះនឹងមក paste ចូលនេះថ្ងៃ16នេះខ្ញុំខ្វែងចេញបាទខ្ញុំទៅបើកថ្ងៃ17មួយទៀតបាទថ្ងៃ17គឺបាន3នាក់ណាអញ្ចឹងយើង copy ទាំង3នាក់នឹងមកហើយយើងដាក់ចូលថ្ងៃ13បើយើងបញ្ចូលទៀតបាទហើយខ្ញុំបិទថ្ងៃ17នេះចេញហើយខ្ញុំទៅបើកថ្ងៃ18 5នាក់នេះបាទអញ្ចឹងខ្ញុំ copy វាមកបាទអូខេបាទអូខេអញ្ចឹងយើងឃើញថាយើងចង់ដឹងសិស្សសរុបមែនគឺឥឡូវខ្ញុំដាក់លេខ1លេខ2ចុះបាទហើយបន្តទៀតលោកគ្រូធ្វើការអូសវាមកអូខេបាទប៉ុន្តែទិន្នន័យនេះអាចនឹងឧទាហរណ៍ថាវាអាចស្ទួនណាជួនកាលសិស្សខ្លះគាត់ធ្វើតេស្តសិស្សខ្លះគាត់ធ្វើតេស្ត2ដងអញ្ចឹងទៅអញ្ចឹងវាអាចស្ទួនអញ្ចឹងខ្ញុំ filter វាបាទអញ្ចឹងលោកគ្រូធ្វើការរៀបឈ្មោះតាមអក្សរក្រមមកដើម្បីងាយស្រួលមើលនេះបាទអញ្ចឹងដល់ពេលដែលយើងរៀបតាមអក្សរក្រមហើយអញ្ចឹងយើងឃើញគូសលរចនានេះគឺគាត់ធ្វើតេស្តមែន2ដងបាទអញ្ចឹងខ្ញុំលុបមួយចេញបាទខ្ញុំ delete មួយចេញហើយលោកគ្រូមើលទៀតមកបាទតើមានសិស្សណាដែលគាត់ធ្វើតេស្ត2ដងអត់បាទនេះលីអ៊ីសានេះ2ដងនេះអញ្ចឹងយើងលុបចេញទៅបាទអូខេអញ្ចឹងអស់ហើយបាទឥឡូវខ្ញុំសុំដាក់លេខនេះម្ដងទៀតបាទដើម្បីងាយស្រួលមើលដែរតើសិស្សម៉ានអ្នកអញ្ចឹងមានសិស្ស28នាក់ដែលបានធ្វើតេស្តបាទអញ្ចឹងដើម្បីលោកគ្រូបំពេញនៅក្នុងសមិទ្ធកម្មរបស់យើងអញ្ចឹងគេសួររកនិទេស A B C បាទប្រុសហើយនិងស្រីបាទអញ្ចឹងដើម្បីលោកគ្រូអីរកបានលោកគ្រូគុំណៃយើងចង់រកនិទេស A ហើយនិទេស B ហើយនិងនិទេស C បាទអញ្ចឹងយើងរកមានអីគេមានប្រុសហើយនិងស្រីបាទឥឡូវខ្ញុំ copy ទៅបាទនិទេស A ប្រុសស្រីsorry បាទអញ្ចឹងនេះនិទេស A ប្រុសនិទេស A ស្រីបាទ B ប្រុស B ស្រីអញ្ចឹងណាបាទអញ្ចឹងដើម្បីយើងរកចំនួនបាទលោកគ្រូគ្រាន់តែស្មើ if បាទសំទោស count if បាទ count if យកមាន s នេះមកបាទដោយសារយើងមាន2លក្ខខណ្ឌបាទអញ្ចឹងលោកគ្រូធ្វើការរាប់មានន័យថារាប់និទេស A អញ្ចឹងយើងអូសមើលមកនេះនិទេស A មុខវិជ្ជាគណិតចោះណាអញ្ចឹងមុខវិជ្ជាគណិតនេះគឺយើងមាននិទេសគឺនេះបាទអញ្ចឹងគ្រូ select វាមកបាទលុបមកដល់ក្រោមមកអូខេប៉ុណ្ណឹងបាទ
ហើយខ្ញុំធ្វើការ camera មួយបន្ទាប់ទៀតយើងចង់ឲ្យវារាប់អីគេណាយើងដាក់លក្ខខណ្ឌវាមកឲ្យវារាប់អីគេរាប់នីតិ A ហើយខ្ញុំក្បៀសមួយទៀតខ្ញុំចូលដល់លក្ខខណ្ឌទី2នេះអញ្ចឹងលក្ខខណ្ឌទី2គឺរាប់ភេទមែនអញ្ចឹងយើង select ពីលើនេះមកណាពីលេខ1ហ្នឹងមកបាទរហូតមកដល់លេខរៀងទី28ហ្នឹងមកបាទហើយលោកគ្រូចុច camera មួយក្បៀសមួយអញ្ចឹងលោកគ្រូរាប់អីគេបាទអញ្ចឹងយើងរាប់ប្រុសបាទអញ្ចឹងយើងចុចប្រុសមួយទៀតមកបាទហើយបន្តទៀតយើងបិទវងកញ្ចក់អញ្ចឹងអ្វីដែលយើងអត់ចង់ឲ្យដូរគឺមានន័យថានីតិនេះគឺវានៅតែរាប់កន្លងនីតិគណិតបាទអញ្ចឹងខ្ញុំធ្វើការដាក់ដុល្លារបាទយើងចុចF4 ណាឬក៏ function F4 បាទហើយចំពោះ page នេះក៏យើងអត់ចង់ឲ្យរត់ដែរគឺនៅតែកន្លង C ដដែលទេអញ្ចឹងយើងចុច F4 ហ្នឹងមកបាទអញ្ចឹងគឺវានឹងធ្វើការចងជាប់ឲ្យរត់ទៅណាទេហើយយើងចុច enter មកអញ្ចឹងឃើញថានីតិ A គឺ0ប្រុសនេះបាទអញ្ចឹងលោកគ្រូគាត់តែអូសវាមកបាទអូសវាប៉ុណ្ណឹងបាទអញ្ចឹងយើងនឹងឃើញហើយគឺមានតែនីតិ C ទេគឺបានម្នាក់អូខេនេះហើយស្រីបាទអញ្ចឹងយើងអាចយកទៅបំពេញនៅក្នុងសមិទ្ធកម្មរបស់យើងគឺងាយស្រួលនេះចំពោះអីគេគណិតវិទ្យាណាបាទមិនយើងគណិតវិទ្យាដល់ពេលភាសាខ្មែរលោកគ្រូធ្វើដូចតែគ្នាទេបាទឥឡូវខ្ញុំបង្ហាញភាសាខ្មែរមួយទៀតបាទអញ្ចឹងខ្ញុំ copy រូបcopy នេះមកបាទ Ctrl C ហើយ Ctrl V មកបាទបន្ទាប់ទៀតអ្វីដែលយើងត្រូវដូរមានន័យថាកន្លែងនេះគឺយើងអត់រាប់កន្លងនីតិគណិតវិទ្យាទេបាទអញ្ចឹងយើងទៅរាប់នៅបាទកន្លែងភាសាខ្មែរបាទអញ្ចឹងភាសាខ្មែរគឺកន្លងនេះណាបាទអញ្ចឹងយើងទាញវាមកបាទតំណឹងបាទហើយខ្ញុំចុច F4 មួយកន្លែង page នេះគឺយើងដាក់មកដល់លេខរៀងទី1នេះបាទអញ្ចឹងដូរមកដល់លេខរៀងទី2បាទអញ្ចឹង page នេះយើងក៏ដូរទៅលេខ2អញ្ចឹងមកបាទហើយចំពោះរាប់នេះគឺត្រូវហើយគឺយើងរាប់ A ប្រុសបាទហើយយើងចុច enter មកតន្តិចយើងគ្រាន់តែអូសមកបាទមិនអត់ចេញអូខេ error check មើលតិចដោយសារយើងខុសនេះបាទអញ្ចឹងខ្ញុំដាក់ម្ដងទៀតនេះគឺពី C មែន C 2បាទហើយបន្តទៀតយើងចុច F4 ហើយចុច enter បាទតោះឥឡូវយើងទាញវាម្ដងទៀតបាទអូខេអញ្ចឹងគឺយើងឃើញថាបាននីតិC ស្រីម្នាក់ដែរមុខវិជ្ជាភាសាខ្មែរបាទអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងសូមអរគុណសូមជម្រាបលា